អ្នកទាំងអស់គ្នារថយន្ត Xpace X9 គឺជារថយន្ត MPV ដែលមានទូខ្លួនវែងរហូតដល់5ម៉ែត្រជាងអញ្ចឹងចំពោះការចូលចតអាចនឹងមានការលំបាកខ្លះៗសម្រាប់អ្នកដែលគាត់អត់ច្បាស់ចកោតក៏ប៉ុន្តែរថយន្តមួយនេះមានបំពាក់នៅមុខងារដ៏ពិសេស2ដែលជំនួយក្នុងការចូលចតទី1គឺមុខងារ Auto Parking និងទី2គឺមុខងារ Remote Parking ហើយថ្ងៃនេះខ្ញុំនឹងសូមបង្ហាញជូនលោកអ្នកនៅមុខងារទាំងពីរនេះទៅតើទៅបាទបាទអញ្ចឹងគឺជំនាញដំបូងយើងបើកយឺតដើម្បីឲ្យរថយន្តនេះគឺធ្វើការ scan រកទីតាំងដែលអាចចតបានពេលដែលយើងចុចកន្លែង park នេះមកគឺវានឹងបង្ហាញថាតើទីតាំងណាខ្លះដែលយើងអាចចតបានអញ្ចឹងនៅកន្លែងនេះគឺខ្ញុំចង់ចតនៅខាងប្លោះនេះខ្ញុំចុចប្លោះហ្នឹងមកហើយខ្ញុំចុច auto park បាទអញ្ចឹងខ្ញុំចុចប៊ូតុង auto park នេះហើយខ្ញុំគ្រាន់តែប្រឡែងជើងចាញ់ពីប្រាំងមកគឺរថយន្តនឹងធ្វើការបើកទៅមុខហើយនឹងយ៉ាថយក្រោយនឹងបត់ចកោតដោយខ្លួនឯងចំពោះមុខងារ Remote Parking ការចាប់ផ្ដើមក៏ស្រដៀងគ្នាគឺយើងធ្វើការ scan រកទីតាំងដែលយើងចង់ចតហើយយើងធ្វើការ select នៅកន្លែងដែលយើងចង់ចូលចតបន្ទាប់មកទៀតយើងចុចប៊ូតុង Remote Parking ហើយយើងចុចប៊ូតុងមួយនេះដើម្បីធ្វើការចូលចតបន្ទាប់មកយើងគ្រាន់តែយកសោក៏ដូចជារបស់របរផ្សេងៗដែលចាំបាច់ចេញពីរថយន្តហើយបន្ទាប់ពីយើងធ្វើការបិទទ្វាររថយន្តនឹងចាប់ផ្ដើមដំណើរការប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិហើយសម្រាប់ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិនេះដែរគឺវាមានភាពវៃឆ្លាតមែនទែនបើសិនជាមានឧបសគ្គក៏ដូចជាយានយន្តឆ្លងកាត់នៅខាងមុខឬក៏នៅខាងក្រោយរថយន្តនេះនឹងធ្វើការឈប់ឬក៏ជាន់ប្រាំងដោយស្វ័យប្រវត្តិនៅពេលដែលឧបសគ្គទៅផុតរថយន្តនឹងបន្តធ្វើការចូលចតដោយស្វ័យប្រវត្តិបន្តទៀតហើយចំពោះការចតដោយស្វ័យប្រវត្តិនេះដែរប្រព័ន្ធ AI នឹងធ្វើការលៃលកឲ្យរថយន្តស្ថិតនៅចំកណ្ដាលចំណតតែម្ដងគឺចតបានស្អាតមែនទែន